ជំរាបសួរអ្នកគ្នាស្វាគមន៍មកកាន់ការសម្រាយរឿងថ្មីមួយដែលមានចំណងជើងថា Regressor Instruction Manual ហើយរឿងនេះខ្ញុំទៅអានដែរទេចឹងកុំឲ្យខាតពេលវីដេអូតោះផ្ដើមនៃសាច់រឿងយើងមកយើងបានឃើញថាមានមនុស្សម្នាក់កំពុងតែស្រែកថាសូមឲ្យខ្ញុំចេញទៅហើយក៏មានមនុស្សមួយចំនួនផ្សេងទៀតក៏បាននិយាយដូចគ្នាផងដែរហើយក៏មានអ្នកខ្លះក៏បាននិយាយថាតើទីនេះនៅកន្លែងណាហើយភ្លាមនោះក៏យើងបានឃើញបរិមម្នាក់កំពុងតែស្ទាវក្បាលខ្លួនឯងហាក់ដូចជាគាត់ទៅតែងើបពីសន្លប់អញ្ចឹងគាត់បានបើកភ្នែកទៅឃើញថាមានមនុស្សជាច្រើនមានទាំងប្រុសទាំងស្រីអ្នកខ្លះក៏បានស្រែករកមករកឲ្យអ្នកខ្លះក៏បានស្រែកថាក្បាលរបស់ខ្ញុំឈឺខ្លាំងណាស់ហើយបរិមនេះគឺគ្មានអ្នកណាឆ្ងាយក្រៅពីតួអង្គឯកប្រុសរបស់យើងមកនោះទេហើយគាត់ក៏បានគិតនៅក្នុងចិត្តថាតើពួកគេជានរណាគេហើយគាត់ក៏បានក្រោកឈរឡើងហើយក៏ឆ្ងល់យ៉ាងខ្លាំងភ្លាមនោះគាត់ក៏បានសង្កេតឃើញថាមានពន្លឺដែលបានចេញមកពីខាងក្រោមជើងហើយតួអង្គឯកប្រុសរបស់យើងក៏ឆ្ងល់ក្នុងចិត្តយ៉ាងខ្លាំងហើយក៏បានស្រែកឡើងថាជុំទីនេះនៅកន្លែងណាហើយគាត់ក៏បានឃើញអូនទេពធីតាស្រស់ស្អាតម្នាក់កំពុងតែឈរនៅពីមុខគាត់ភ្លាមនោះដែរក៏បានលឺសំឡេងពីខាងក្រៅដែលបានគោះយ៉ាងខ្លាំងដោយសារតែមានបិសាចខាងក្រៅកំពុងតែរងចាំចំណីមនុស្សនៅទីនោះឃើញបែបហ្នឹងហើយក៏បានភ័យយ៉ាងខ្លាំងហើយអ្នកខ្លះក៏គិតថានេះជាកម្មវិធីប្រេងមែនទេហើយបរិសុទ្ធគេនោះក៏បានឆ្លើយថាខ្ញុំគិតចឹងដែរវាគ្មានផ្លូវទេដែលបិសាចនៅវិពតប្រកបទោះហើយយើងឃើញចឹងហើយក៏បានភ័យយ៉ាងខ្លាំងហើយក៏គិតថាមានរឿងអ្វីកើតឡើងទៅមុននឹងរឿងទាំងអស់ហ្នឹងដែលបានកើតឡើងទងឯពេលហ្នឹងកំពុងតែញ៉ាំបាយជាមួយប្អូនស្រីយ៉ាងឆ្ងាញ់ហើយភ្លាមនោះដែរក៏មានអ្នកផ្ញើសារមកគាត់តួអង្គឯរបស់យើងហ្នឹងក៏ឆ្ងល់ក្នុងចិត្តខ្លាំងមែនតើដោយសារតែគាត់មានសង្សារផងពីណាគេឆាតមកគាត់ហើយគាត់បានឃើញ message ការហៅពី game មួយដែលគាត់អត់ស្គាល់ទេហើយ boy lôi របស់យើងហ្នឹងក៏គិតក្នុងចិត្តថាតើវាជា game ថ្មីមែនទេគាត់គិតហើយក៏បានចុច just ទៅដោយសារតែគាត់គិតថាវាត្រឹមតែជា game ទេរឿងទាំងអស់បំបញ្ញមិញហ្នឹងតួអង្គឯកប្រុសរបស់យើងគាត់ចងចាំតែប៉ុណ្្នឹងទេគាត់អត់ដឹងមានរឿងអីកើតឡើងទេហើយគាត់ឃើញមនុស្សជាច្រើនកំពុងតែស្រែកឲ្យគេបើកទ្វារឲ្យស្រាប់តែពេលនោះមានបរិសម្នាក់ក៏បាននិយាយឡើងថាអ្នកនរគ្នាមើលទៅហាក់ដូចជាយើងនៅលើទូកតែមួយតែអ្នកគេចាំអីខ្លះទេសម្លាញ់នេះតើអ្នកចាំអីខ្លះទេមើលតែមុខតួឯកប្រុសរបស់យើងក៏ដឹងថាអត់ដឹងមានរឿងអីកើតឡើងដែរកំពុងតែវល់ដូចគ្នាក្រោយមកទៀតតួឯកប្រុសរបស់យើងក៏ឆ្ងល់ក្នុងចិត្តថាយើងអាចប៉ះមនុស្សផ្សេងទៀតបានអញ្ចឹងមានន័យថាមិនមែនជាការយល់សប្តិទេណាលើសពីនេះទៀតខ្ញុំមានអារម្មណ៍ថាមិនបានផ្ដាច់ចេញពីការពិតទេហើយតើទីនេះជាកន្លែងណាដែរស្រាប់តែពេលនោះមានពន្លឺចេញពីថ្ងាសរបស់ទេពធីតាដ៏ស្រស់ស្អាតមួយនោះរួមទាំងមានចេញភ្លើងមកផងដែរធ្វើឲ្យមនុស្សនៅទីនោះបានភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយក៏មានបន្លឺសំឡេងឡើងមកថាសូមស្វាគមន៍មកកាន់ពិភពលោកមួយនេះប្រិយមិត្តទាំងអស់គ្នាជាដំបូងខ្ញុំសូមអរគុណទៅកាន់អ្នកទាំងអស់គ្នាដែលបានទទួលការអញ្ជើញរបស់ខ្ញុំអ្នកទាំងអស់គ្នាត្រូវបានជ្រើសរើសជាអ្នកចម្បាំងដើម្បីមកសង្គ្រោះទ្វីបមួយនេះសូមអ្នកទាំងអស់គ្នាស្ដាប់ដោយយកចិត្តទុកដាក់ក៏ព្រោះតែចំណុចបន្ទាប់នេះគឺនឹងតាក់ទងជាមួយនឹងការរស់រានមានជីវិតនៅលើពិភពនេះមិនមែនអ្នកទាំងអស់គ្នាសុទ្ធតែអាចទៅដល់ទ្វីបនោះបានទេមានតែមនុស្សភាគតិចប៉ុណ្ណោះដែលបានជាប់នៅក្នុង tutorial ដំបូងនេះដែលអាចនឹងទៅដល់ទីនោះបានដើម្បីចាប់ផ្ដើមជាមួយនឹងទីកន្លែងដែលអ្នកទាំងអស់គ្នាកំពុងតែនៅឥឡូវនេះគឺត្រូវបានគេហៅថា the starting point អ្នកអាចគិតថាវាជាកន្លែងរងចាំមួយដែលមុននឹងចូលទៅកាន់ tutorial ហើយនេះគឺជាសម្ភារៈដែលអ្នកទាំងអស់គ្នានឹងត្រូវការចាំបាច់សម្រាប់ការសវាយនៅក្នុង tutorial នេះដែលជាមានទឹកផឹកម្ហូបអាហារព្រមទាំងមានអាវុធគ្រប់ប្រភេទឥឡូវនេះអ្នកអាចប្រើអាវុធប្រភេទធម្មតាដែលនៅទីនេះតួអង្គប្រុសរបស់យើងនឹងក៏រើសបានលំពេងមួយរើសបានភ្លាមស្រាប់តែ bike shield ពីខាងលើក៏ទៅតួអង្គប្រុសរបស់យើងនឹងពិតជាសំណាងមែនតើដោយសារ bike នៅក្បែរគាត់តែម្ដងហើយគាត់ក៏បានកើតក្នុងចិត្តថាចុយម៉ែអញតោះបានការប្រពន្ធផងតិចងប់បាត់ជួយវារៀបនឹងបែកហើយធ្វើមិនអីជួយហើយទេពធីតាគាត់ក៏បានឃើញថាតួអង្គឯកប្រុសរបស់យើងនឹងគាត់ស្លន់ស្លោខ្លាំងពេកហើយក៏គាត់បាននិយាយថាអ្នកទាំងអស់គ្នាមកពីទីកន្លែងផ្សេងគ្នាហើយក៏មានលក្ខណៈសម្បត្តិរៀងខ្លួនផងដែរតំបន់នេះត្រូវបានរៀបចំឡើងដើម្បីឲ្យអ្នកទាំងអស់គ្នារីកចម្រើនអ្នកទាំងអស់គ្នានឹងកាន់តែយល់ច្បាស់អំពីដែលខ្ញុំនិយាយដោយនិយាយថា starter window ខណៈពេលនោះមនុស្សដែលនៅទីនោះនាំគ្នាស្រែកថា starter window ព្រមព្រៀតរួមទាំងតួអង្គឯកប្រុសរបស់យើងផងដែរស្រាប់តែមានផ្ទាំង window មួយដែលបានបើកឡើងនៅពីមុខអ្នកទាំងអស់គ្នាដែលបានស្រែកថា starter window នៅមុខម្នាក់មួយហើយបានបញ្ជាក់ពី detail របស់បុគ្គលម្នាក់ហើយមាន skill មានអ្វីចឹងទៅហើយតួអង្គឯកប្រុសរបស់យើងហ្នឹងគាត់មើលរបស់ខ្លួនឯងហើយក៏បានគិតខ្លួនឯងថាតិចគេចេះកម្លាំង10ភាពធន់11តែហ្នឹងល្អឬក៏អាក្រក់ ability ហើយក៏មានប៊ូតុង ability ហើយតួឯងប្រុសរបស់យើងក៏បានចុចទៅលើប៊ូតុង ability ហ្នឹងហើយក៏ទទួលបាន ability មួយដែលមានឈ្មោះថា Mind Eye ហើយ ability Mind Eye មួយនេះវាអាចឲ្យ
user មើលទៅកាន់ status window របស់អ្នកដទៃហើយជាមួយនឹងទេពកោសល្យរបស់អ្នកដទៃហើយចំណែកអ្នកដទៃទេក៏មានផ្ទាំង window load មកដូចគ្នាផងដែរហើយអ្នកខ្លះក៏បាន skill នេះ skill នោះដ៏ល្អខ្លាំងមែនទែនលើកលែងតែតួវងប្រុសរបស់យើងគាត់សំណាងខ្លាំងមែនទែនគេថាសំណាងមហាសំណាងមកសម្រាប់ window ក៏ឌីលនេះហើយតួរបស់យើងនឹងមានឈ្មោះថាលីគីយ៉ុងដែលមានទេពកោសល្យកាក់ខ្លាំងមែនទែនបាទគេថា the worst តែម្ដងព្រោះថាទេពកោសល្យរបស់តួរបស់យើងនឹងគាត់អន់មែនប៉ុន្តែគាត់មានសំណាងមធ្យមហើយជាមួយនឹងបញ្ញាគាត់ឆ្លាតគាត់ថាទោះបីគាត់ខំប្រឹងប៉ុណ្ណាក៏ level គាត់នៅតែកាក់ដែរហើយគឺកាក់មហាកាក់តែម្ដងគឺថា system ថាលទ្ធផលគឺបានបញ្ជាក់ឲ្យមិនបាច់ខំប្រឹងទេគេថាឯងដឹងមិនរស់ហើយគីយងហ្នឹងក៏គាត់ក្នុងចិត្តថាចុយចាអើយសុំតែ system កដៀលណាបាក់ទឹកចិត្តមួយបាទខ្ញុំសុំឲ្យតួថាសំណាងហ្មងទៅបន្តមកទៀតអាសំណាងក៏បាននិយាយឡើងថាអញគ្រាន់តែងាប់អញ្ចឹងទេមែនបាទគឺថាតួថ្ងៃប្រុសរបស់យើងនេះអាសំណាងហ្នឹងគឺថាខ្លាចងាប់ខ្លាំងមែនតើដោយសារតែ ability របស់វាគឺអន់ពេកគឺវាខ្លាចមែនតើស្រាប់តែពេលនោះពួកបិសាចក៏បានចាប់ផ្ដើមវាយបំបី shield ចូលមកកាន់ខាងក្នុងដើម្បីសម្លាប់មនុស្សខាងក្នុងបានមើលទៅមុខអកនឹងទៅក៏ដូចមិត្តភក្តិរបស់ខ្ញុំដែរហើយអាសំណាងយើងក៏ដឹងធ្វើអីទេដោយសារតែ ability របស់គាត់ហ្នឹងគឺថាអន់ខ្លាំងពេកអត់មាន ability ណាដើម្បីវាយប្រហារទេគឺគ្រាន់តែមើល status របស់គេតែប៉ុណ្្នឹងស្រាប់តែពេលនោះក៏មានបរិមម្នាក់បានស្រែកឡើងថាឆាប់កាន់អាវុធទាំងអស់គ្នាហើយក៏បាននិយាយទៀតថាពួកឯងគិតថានេះគ្រាន់តែលេងសើចមែនទេងាប់ចុយយ៉ាហើយអាសំណាងរបស់យើងក៏ឃើញចឹងហើយក៏បានប្រើ skill ម៉ាញ់ឯរបស់វាទៅមើលអប៉ែហ្នឹងថាមាន skill អ្វីខ្លះហើយក៏បានឃើញថា skill អប៉ែហ្នឹងពិតជាលយខ្លាំងមែនតើគឺថាជាអ្នក shield គឺថាមានការការពារចំនួន30បើន័យថាអប៉ែមិញហ្នឹងគឺមានទេពកោសល្យទៅខាង tank ហើយសំណាងរបស់យើងហ្នឹងក៏ជឿជាក់មួយរំពេចដោយសារវាបានជួបអ្នកមាន shield ការពារវាហើយមកដល់ត្រឹមនេះហើយ chapter ទី1របស់យើងគឺមានតែប៉ុណ្្នឹងជួបគ្នានៅ chapter បន្តទៀតហើយនេះជាការសម្រាយលើកទី1របស់ខ្ញុំហើយបើកន្លែងណាដែលខុសអីជួយ comment ប្រាប់ខ្ញុំផងដើម្បីខ្ញុំកែប្រែអញ្ចឹងជួបគ្នានៅ chapter ក្រោយសំណាងល្អអ្នកទាំងអស់គ្នា